ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតហើយមកកាន់ Channel YouTube របស់ខ្ញុំគឺស្រីណា TikTok ចាដែរ Channel YouTube របស់ខ្ញុំគឺខ្ញុំតែងតែបរៀនបងប្អូនពីរបៀបនៅក្នុងការកាត់តវីដេអូឬក៏ព័ត៌មានផ្សេងៗទាក់ទងជាមួយនឹង Technology ហ្នឹងហើយចឹងថ្ងៃនេះដែរក៏មកប្រាប់បងប្អូនទៀតហើយពីវិធីនៅក្នុងការ reset ទូរស័ព្ទដៃរបស់យើងដែលឧទាហរណ៍ថាបងប្អូនឈប់ប្រើហើយចង់ reset ឯកសារ data ចេញពីក្នុងទូរស័ព្ទរបស់យើងណាហ្នឹងហើយអញ្ចឹងជាធម្មតាបើសិនសម្រាប់បងប្អូនអត់ចេះគាត់នឹងអង្គុយលុបម្ដងមួយហើយប៉ុន្តែថ្ងៃនេះខ្ញុំចង់ប្រាប់បងប្អូនពីវិធីនៅក្នុងការចុច reset តែម្ដងទៅគឺធ្វើឲ្យឯកសារដែលនៅក្នុងទូរស័ព្ទហ្នឹងគឺវាបាត់ទៅទាំងអស់ហ្មងបងប្អូនហើយទូរស័ព្ទយើងនឹងមកវិញដូចជាទូរស័ព្ទថ្មីអញ្ចឹងគឺអត់មានអីទាំងអស់ហ្នឹងហើយអញ្ចឹងរបៀបនៅក្នុងការធ្វើដំបូងបងប្អូនចូលទៅកាន់ setting ទូរស័ព្ទរបស់យើងហ្នឹងទៅចាអូខេចាំតិចកន្លែងនេះនៅជាប់អាចារ្យខ្ញុំផ្លេច reset ទីចាអូខេបន្ទាប់ពីបងប្អូនចុចចូលទៅក្នុងកន្លែង setting នៅក្នុងទូរស័ព្ទហ្នឹងហើយបងប្អូនធ្វើការ scroll ចុះមកខាងក្រោមបងប្អូនចាចាំតិចហ្នឹងហើយអូខេធ្វើការ scroll នេះចុះមកខាងក្រោមទៅ scroll អស់ហើយទៅរកពាក្យថា about phone អូខេនេះកន្លែងនេះចុចហើយបងប្អូនទៅរកពាក្យថា reset នេះបងប្អូនឃើញទេ reset នៅខាងក្រោមគេហ្នឹងណាអូខេហ្នឹងហើយបងប្អូនចុចទៅលើពាក្យ reset ហ្នឹងទៅអូខេហ្នឹងហើយបន្តមកទៀតបងប្អូនធ្វើការ scroll ចុះមកខាងក្រោមបន្ថែមទៀតហ្នឹងហើយទៅរកពាក្យថា factory data reset ហើយបន្តមកបងប្អូនចុចពាក្យថា reset អប Q នេះបងប្អូនចាអូខេបន្តបងប្អូនចុចពាក្យ delete all ទៅអូខេនេះខាងក្រោមហ្នឹងណាពេលដែលបងប្អូនចុចពាក្យ delete all ហើយទូរស័ព្ទរបស់បងប្អូនវានឹង shut down បានន័យថាវានឹងបិទសិនអញ្ចឹងណាបងប្អូនចាបងប្អូនកុំធ្វើអីវាទៀតពេលដែលវាបិទឲ្យមកសន្ទុះឡើងវានឹងបើកមកវិញដោយអូតូហើយហ្នឹងហើយព្រោះដោយសារវាកំពុងតែ clear ឯកសាររបស់យើងហ៎អញ្ចឹងបន្ទាប់មកទូរស័ព្ទរបស់យើងនឹង load ឡើងមកបើកអូតូបែបនេះបងប្អូនហ្នឹងហើយអញ្ចឹងពេលដែលវាបើកមកទូរស័ព្ទរបស់យើងគឺប្រៀបបានដូចជាទូរស័ព្ទថ្មីអញ្ចឹងគឺវាអត់មាន data អីទាំងអស់នៅក្នុងហ្នឹងអញ្ចឹងបងប្អូនត្រូវ reset ទូរស័ព្ទហ្នឹងសារឡើងវិញបើសិនជា in case បងប្អូនចង់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទហ្នឹង login បងមានយើងចូលដូចជា Samsung account ដូចជាអីអញ្ចឹងណាបងប្អូនចាហ្នឹងហើយអញ្ចឹងខ្ញុំនឹងបន្តប្រាប់បងប្អូនពីរបៀបនៅក្នុងការចុច reset ហ្នឹងវាអត់មានអីពិបាកទេបងប្អូនសម្រាប់ការចុច reset ហ្នឹងគឺងាយស្រួលទៅយើងគ្រាន់តែចុចទៅតាមការណែនាំរបស់គេទៅអញ្ចឹងណាអូខេអញ្ចឹងបងប្អូនធ្វើការរងចាំបន្តិចព្រោះដោយសារតែខ្ញុំត្រូវការចាំឲ្យទូរស័ព្ទហ្នឹងវាដំណើរការបើកឡើងមកវិញបន្តិចសិនអញ្ចឹងណាអូខេអញ្ចឹងដំបូងបងប្អូនកន្លែងនេះបងប្អូនចុច start មកចាចាប់ផ្ដើមប្រើប្រាស់ទូរស័ព្ទសាមីចុចកន្លែង agree នេះមកចុច agree ហ្នឹងមកនេះ Q នេះតមកចុច set up តមកបងប្អូនឲ្យវាធ្វើការដើរបន្តិចបងប្អូនទៅចុចពាក្យថា skip ទៅអូខេនេះហ្នឹងហើយចុចតាមអីដែលខ្ញុំប្រាប់ទៅអូខេហ្នឹងហើយស្រួលទេចុចទៅតាមវាទៅហ្នឹងហើយកន្លែងនេះអត់មានអីពិបាកទេអូខេឃើញទេបងប្អូនចាអូខេអញ្ចឹងខាងក្រោយនេះចុចតទៀតមកហ្នឹងហើយអញ្ចឹងតែប៉ុណ្្នឹងទេបងប្អូនចានៅពេលដែលចុចទៅតាមនឹងហើយអស់ហើយទូរស័ព្ទរបស់យើងគឺប្រៀបបានទូរស័ព្ទថ្មីអញ្ចឹងអត់មាន data អត់មានអីទាំងអស់ហ្នឹងហើយគឺទូរស័ព្ទថ្មីវា set up ដូចថ្មីឡើងវិញណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណជម្រាបលា